រឿងប្តីប្រពន្ធអ្នកលេងអាគមនៅសម័យមួយក្នុងភូមិដាច់ស្រយាលជាប់ព្រៃអាកំបាំងមានប្តីប្រពន្ធពីរនាក់រស់នៅក្នុងខ្ទមចាស់ក្បែរវត្តបោះបង់ចោលមួយប្តីឈ្មោះណារតជាមនុស្សស្ងប់ស្ងាត់ភ្នែកមុតដូចសត្វខ្លាចំណែកប្រពន្ធឈ្មោះកញ្ញាមានសម្រស់ស្រស់ស្អាតប៉ុន្តែភ្នែករបស់នាងតែងតែមានអាកំបាំងលាក់នៅខាងក្នុងអ្នកភូមិគ្រប់គ្នាមិនសូវហ៊ានចូលក្បែរខ្ទមរបស់ពួកគេទេព្រោះរៀងរាល់យប់តែងតែមានសម្លេងសូត្រមន្តចម្លែកលាយឡំជាមួយនឹងផ្សែងធូបខ្មៅហុយចេញពីក្រោយផ្ទះអ្នកខ្លះថាប្តីប្រពន្ធនោះចេះអាគមខ្មៅអ្នកខ្លះទៀតខ្សឹបថាពួកគេចិញ្ចឹមអាមនុស្សប៉ុន្តែគ្មាននរណាម្នាក់ហ៊ានទៅសួរពិតទេព្រៃខ្មៅនៅអាគមបុរាណណារតមិនមែនជាមនុស្សធម្មតាទេកាលពីក្មេងគឺធ្លាប់បាត់ខ្លួនក្នុងព្រៃអស់រយៈពេល3យប់3ថ្ងៃពេលត្រឡប់មកវិញរាងកាយគេពោពេញដោយស្នាមអក្សរយ័ន្តក្រហមហើយចាប់ថ្ងៃនោះមកគេអាចមើលឃើញរបស់ដែលមនុស្សធម្មតាមិនអាចមើលឃើញបានគេធ្លាប់និយាយប្រាប់កញ្ញាថាក្នុងព្រៃនេះមានរបស់មួយដែលគេហៅថាព្រលឹងខ្មៅវាអាចផ្ដល់អំណាចឲ្យមនុស្សប៉ុន្តែវាត្រូវការព្រលឹងជិះធ្នូកញ្ញាក៏មិនធម្មតាដែរនាងជាកូនសិស្សចាស់របស់លោកគ្រូអាគមអ្នកនៅភូមិកលៀននាងចេះអាគមការពារគម្ពីរខ្មោចនិងចេះដាក់អន្ទាក់ញៀនពួកគេទាំងពីរជួបគ្នាដូចជាមហាអំណាចពីរប្រភេទបានរួមបញ្ចូលគ្នាហើយចាប់ពីពេលនោះរឿងអាក្រក់ក៏ចាប់ផ្ដើមកើតឡើងក្នុងភូមិសាកខ្សបក្នុងស្រះចាស់ជប់មួយភ្លៀងធ្លាក់ខ្លាំងមានក្មេងប្រុសម្នាក់រត់មកគោះទ្វារផ្ទះមេភូមិទាំងសងខ្លួនជួយផងមានមនុស្សស្លាប់នៅក្នុងស្រះចាស់អ្នកភូមិនាំគ្នាកាន់ភ្លើងចម្លុះទៅមើលនៅកណ្ដាលស្រះមានសាកសពរស់ម្នាក់អណ្ដែតទឹកភ្នែកបើកធំមាត់ពោពេញដោយដីខ្មៅអ្វីដែលគួរខ្លាចជាងគេគឺនៅលើទ្រូងសាកសពមានអក្សរជាន់គូសដោយឈាមអ្នកភូមិម្នាក់ខ្សឹបអាគមនេះជាអាគមភ្លាមនោះសត្វឆ្កែជំនាញស្រះចាប់ដើមស្រែកជុំខ្យល់ត្រជាក់បក់ខ្លាំងរហូតភ្លើងចម្លុះរលត់អស់ក្នុងភាពងងឹតគេបានឮសំឡេងមនុស្សស្រីសោចក្នុងព្រៃហាអ្នកភូមិរត់ខ្ចាត់ខ្ចាយទាំងភ័យខ្លាចអាកំបាំងរបស់កញ្ញាយប់នោះកញ្ញាអង្គុយសម្លឹងភ្លើងទៀនក្នុងខ្ទមនាងនិយាយសំឡេងតិចវាចាប់ដើមហើយណារត់ងាកមើលប្រពន្ធរលឹងខ្មៅភ្ញាក់ឡើងមែនទេកញ្ញាក្រវីក្បាលយឺតមានអ្នកណាម្នាក់កំពុងប្រើកំពីហាមឃាត់ណារត់កាន់ដាវយន្តដែលព្យួរលើជញ្ជាំងបើអីចឹងយើងត្រូវរកវាមុនវារកឃើញយើងព្រាបនោះសំឡេងគោះទ្វារក៏លាន់ឡើងតុកកញ្ញាចាប់ដៃប្តីព្រាមកុំបើកប៉ុន្តែសំឡេងគោះទ្វារកាន់តែខ្លាំងតុកណារត់សូត្រមន្តបើកភ្នែកអាគមគេឃើញនៅក្រៅទ្វារមិនមែនមនុស្សទេជាស្ត្រីម្នាក់សក់វែងអុសដីមុខស្អុយរលួយឈរបញ្ឈរក្រោមភ្លៀងនាងញញឹមហើយនិយាយសំឡេងស្អកប្រគល់កំពីមកឲ្យយើងសង្គ្រាមអាគមចាប់ដើមភ្លាមនោះទ្វារខ្ទមផ្ទុះបែកខ្មោចស្រីស្ទុះចូលមកក្នុងផ្ទះកញ្ញាសូត្រមន្តយ៉ាងលឿនហើយបោះអង្គគិថាទៅលើវាវ៉ាំស្នូបទុះសូលីតែផាំងរៀងខ្មោចឆេះផ្សែងខ្មៅប៉ុន្តែវាមិនស្លាប់ទេវាស្រោចយ៉ាងគួរឲ្យខ្លាចហើយដៃវាវែងដូចពស់ស្ទុះចាប់កញ្ញាណារត់ដកដាវយន្តកាន់កាប់ទៅលើដៃខ្មោចស្រែកឈាមខ្មៅខ្ទាតពេញជញ្ជាំងខ្មោចស្រីចម្លងណារត់ដោយកំហឹងអ្នកទាំងពីរមិនមែនអាចគេចផុតទេវាក៏រលីងបាត់ក្នុងផ្សែងខ្មៅខ្ទមទាំងមូលស្កប់ស្កាត់វិញមានតែសំឡេងភ្លៀងធ្លាក់កំពីហាមឃាត់កញ្ញាដើរទៅយកប្រអប់ឈើចាស់មួយក្រោមក្រែក្នុងនោះមានកំពីស្បែកមនុស្សមួយក្បាលលើគម្របសរសេរដោយឈាមថាកំពីព្រលឹងខ្មៅណារត់សម្លឹងវាដោយភ័យយើងគួរតែបំផ្លាញវាតាំងពីដំបូងកញ្ញានិយាយមិនអាចបំផ្លាញបានទេ
វាត្រូវបានចងក្រងជាមួយព្រលឹងអ្នកកាន់ណារត់ស្ងប់មួយផ្លែតណារត់ជាអ្នកសរសេរវាកញ្ញាដកដង្ហើមធ្ងន់ធ្ងរឲ្យពុកខ្ញុំខ្យល់ត្រជាក់បក់ចូលក្នុងខ្ទមភ្លើងទៀនញ័ររលត់លឹបហើយពីក្រៅមានសំឡេងមនុស្សដើរជុំវិញផ្ទះជំហាន1 2 3ប៉ុន្តែពេលដែលរត់បើកទ្វារក្រៅអួចគ្មានមនុស្សទេមានតែស្នាមជើងខ្មៅជាច្រើនជុំវិញផ្ទះអ្នកស្លាប់ត្រឡប់មកវិញព្រឹកបន្ទាប់ភូមិទាំងមូលកើតភាពចលាចលបុរសដែលស្លាប់ក្នុងស្រះបានដើរត្រឡប់មកវិញគេដើរយឺតចូលក្នុងភូមិស្បែកស្លេកសម្លៀកបំពាក់សើមមនុស្សគ្រប់គ្នាស្រែករត់ប៉ុន្តែបុរសនោះនិយាយតែមួយម៉ាត់វាមកហើយភ្លាមនោះក្បាលដែលគេបែកចេញឈាមខ្មៅហូរពេញដីពីមាត់សាកសពមានសត្វឥតខ្មៅរាប់រយវាចេញមកអ្នកភូមិខ្លះដួលស្លាប់ភ្លាមចំណែកណារត់ដែលឈរមើលពីចម្ងាយក៏និយាយតិចអាគមលេបប្រលឹងកញ្ញាចាប់ដៃប្តីជាប់យើងគ្មានពេលទៀតទេដំណើរចូលព្រៃអន្តកាលយប់នោះប្តីប្រពន្ធទាំងពីររៀបចំគ្រឿងអាគមដាវជន់អង្គគិថាខ្សែស័ក្តិសិទ្ធិនិងគម្ពីរខ្មៅពួកគេចូលព្រៃអន្តកាលដែលគ្មានអ្នកណាហ៊ានចូលព្រៃនោះស្ងាត់ខុសធម្មតាគ្មានសំឡេងសត្វគ្មានសំឡេងខ្យល់មានតែសំឡេងខ្សឹបចេញពីគីងឹតត្រឡប់ទៅវិញកញ្ញាឈប់ដើរវាកំពុងបន្លាចចិត្តយើងភ្លាមនោះមានដៃខ្មៅមួយចាប់ជើងនាងពីក្រោមដីកញ្ញាស្រែកភ្លាមណារត់សូត្រមន្តរួចយកដាវចាក់ដីសំឡេងស្រែកយ៉ាងឈឺចាប់រាន់ចេញពីក្រោមដីបន្ទាប់មកដៃនោះក៏បាត់ប៉ុន្តែពេលពួកគេងាកមើលទៅមុខមានមនុស្សជាច្រើនឈរពេញព្រៃមុខស្លេកភ្នែកខ្មៅពួកវាមិនមែនមនុស្សរស់ទេស្ដេចអមនុស្សនៅកណ្ដាលព្រៃមានប្រាសាទដាក់បែកមួយគ្របដណ្ដប់ដោយឫស្សីឈើធំក្នុងប្រាសាទមានបុរសចំណាស់អង្គុយលើគំនរឆ្អឹងភ្នែកគេក្រហមដូចភ្លើងគេញញឹមឃើញណារត់នឹងកញ្ញាទីបំផុតអ្នកទាំងពីរមកដល់ហើយកញ្ញាភ្ញាក់ផ្អើលលោកតាគ្រូបុរសចំណាស់សើចខ្ញុំរងចាំនេះយូរមកហើយណារត់កាត់ដាវត្រៀមប្រយុទ្ធអ្នកជាអ្នកដាស់ប្រលឹងខ្មៅបុរសចំណាស់ងក់ក្បាលមនុស្សលោកពោពេញដោយការក្បត់ខ្ញុំគ្រាន់តែចង់បង្កើតពិភពថ្មីភ្លាមនោះផ្ទៃដីចាប់ដើមញ័រប្រលឹងខ្មៅរាប់ពាន់លេចចេញពីក្រោមប្រាសាទខ្យល់ត្រជាក់បក់ខ្លាំងដូចព្យុះហើយសង្គ្រាមអាគមដ៏សាហាវក៏ចាប់ផ្ដើមអាគមចុងក្រោយណារត់សូត្រមន្តយ៉ាងខ្លាំងរហូតអក្សរយ័ន្តលើខ្លួនភ្លឺក្រហមកញ្ញាបើកកំពីខ្មៅទំព័រកំពីបក់ដោយខ្លួនឯងសំឡេងខ្សឹបរាប់ពាន់លានចេញពីក្នុងវាបុរសចំណាស់សោចយ៉ាងឆ្កួតបើវាបើកអំណាចពេញលេញរបស់វាកញ្ញាហូរទឹកភ្នែកបើយើងប្រើវាព្រមយើងនឹងបាត់ជារៀងរហូតណារត់សម្លឹងមុខប្រពន្ធបើមិនធ្វើមនុស្សទាំងភូមិនឹងស្លាប់មួយផ្លែតកញ្ញាក៏ងក់ក្បាលអ្នកទាំងពីរចាប់ដៃគ្នាហើយសូត្រមន្តចុងក្រោយភ្លាមនោះពន្លឺខ្មៅដល់ផ្ទុះឡើងពីប្រាសាទព្រៃទាំងមូលរំជួយសំឡេងខ្មោចស្រែកលាន់ពេញមេឃបន្ទាប់មកអ្វីក៏ស្ងប់ព្រឹកថ្ងៃបន្ទាប់អ្នកភូមិចូលទៅក្នុងព្រៃពួកគេឃើញប្រាសាទបាក់រលំឆ្អឹងធូបនិងស្លាមភ្លើងខ្មៅពេញដីប៉ុន្តែគ្មានអ្នកណារកសពណារត់នឹងកញ្ញាទេពួកគេបាត់ខ្លួនទៅហើយអ្នកខ្លះថាប្តីប្រពន្ធទាំងពីរបានស្លាប់អ្នកខ្លះទៀតថាពួកគេបានខ្លាចជាអ្នកការពារព្រៃអាគមប៉ុន្តែរហូតដល់សប្តាហ៍ថ្ងៃនៅយប់ភ្លៀងធ្លាក់ខ្លាំងអ្នកដំណើរតែឆ្លងកាត់ព្រៃនោះតែងតែឮសំឡេងប្តីប្រពន្ធមួយគូសូត្រមន្តចេញពីក្នុងទីងងឹតនិងឃើញពន្លឺភ្លឺផ្លឹបផ្លែតនៅកណ្ដាលព្រៃដូចជាពួកគេនៅតែការពារព្រៃអាកំបាំងដ៏ខ្មៅងងឹតនោះរហូតមិនចេះចប់ប្តីប្រពន្ធអ្នកលីអាគមព្រៃវិញ្ញាណស្រែកយំបន្ទាប់ពីហេតុការណ៍នៅប្រាសាទបាក់បែកបានកន្លងផុតទៅអ្នកភូមិគិតថាអំពើអាក្រក់ទាំងអស់បានបញ្ចប់ហើយព្រៃដែលធ្លាប់មានសំឡេងខ្មោចស្រែកក៏ចាប់ផ្ដើមស្ងប់ស្ងាត់វិញមនុស្សក្នុងភូមិចាប់ផ្ដើមរស់នៅធម្មតាដូចគ្មានអ្វីកើតឡើង
ប៉ុន្តែគ្មានអ្នកណាដឹងទេថានៅព្រៃជ្រៅក្រោមប្រាសាទដែលបាក់រលំនៅមានអ្វីមួយនៅរស់នៅឡើយសម្លេងស្រែកហៅនៅកណ្ដាលយប់មួយមេឃងឹតខ្មៅគ្មានសូម្បីតែពលិប្រចាំក្នុងភូមិមានស្ត្រីចំណាស់ម្នាក់ឈ្មោះយាយមុំកំពុងដេកនៅក្នុងផ្ទះស្រាប់តែនាងឮសំឡេងក្មេងយំមកពីក្រោយផ្ទះយាយជួយខ្ញុំផងយាយមុំភ្ញាក់ឡើងទាំងភ័យខ្លាចអ្នកណាសំឡេងនោះយំកាន់តែខ្លាំងត្រជាក់ណាស់ជួយខ្ញុំផងយាយមុំគិតថាប្រហែលជាកូនអ្នកភូមិណាម្នាក់ពងវិញផ្លូវនាងកាន់ចម្លោះដើរចេញទៅក្រៅផ្ទះប៉ុន្តែពេលទៅដល់គ្មានក្មេងណាម្នាក់ទេមានតែដើមចេកធំមួយឈរយល់តាមខ្យល់យាយមុំអំរងដើរត្រឡប់ចូលផ្ទះវិញស្រាប់តែមានដៃត្រជាក់មួយចាប់ស្មាពីក្រោយនាងងាកមើលភ្លាមនៅពីក្រោយនាងមានក្មេងស្រីម្នាក់មុខសសក់វែងគ្រប់មុខភ្នែកខ្មៅទាំងពីរឈាមខ្មៅចេញពីមាត់វាញញឹមរកឃើញហើយព្រឹកឡើងអ្នកភូមិបានឃើញយាយមុំស្លាប់នៅក្រោយផ្ទះភ្នែកនាងបើកធំដូចឃើញអ្វីមួយគួរឲ្យខ្លាចមុនស្លាប់ការត្រឡប់មកវិញរបស់ណារតអ្នកភូមិចាប់ដើមភ័យម្ដងទៀតពួកគេនាំគ្នាទៅវត្តបន់ស្រន់នឹងដុតធូបគ្រប់ផ្ទះយប់ទី2មានបរិសុទ្ធម្នាក់ដើរចូលភូមិក្រោយភ្លៀងសម្លៀកបំពាក់រហែកខ្ទេចខ្លួនពេញដោយស្នាមរបួសនិងកាន់ដាវយ័ន្តមួយពេលអ្នកភូមិឃើញមុខគេគ្រប់គ្នាភ្ញាក់ផ្អើលគេគឺណារតប៉ុន្តែមុខរបស់គេប្រែប្រួលខ្លាំងភ្នែកម្ខាងប្រែពណ៌ក្រហមហើយអក្សរយ័ន្តលើខ្លួនរីកធំជាងមុនមេភូមិសួរទាំងញ័រកញ្ញានៅឯណាណារតស្ងាត់មួយសន្ទុះរួចនិយាយសម្លេងធ្ងន់នាងមិនទាន់ត្រឡប់មកវិញទេអ្វីដែលកើតឡើងក្នុងប្រាសាទយប់នោះណារតអង្គុយក្បែរភ្លើងហើយប្រាប់រឿងដែលកើតឡើងបន្ទាប់ពីពួកគេប្រើកំពីចុងក្រោយព្រលឹងខ្មៅត្រូវបានបិទចូលក្រោមប្រាសាទវិញប៉ុន្តែវិញ្ញាណមួយកិច្ចខ្លួនបានវាជាវិញ្ញាណស៊ីព្រលឹងមនុស្សដែលរស់នៅសម័យអង្គរកញ្ញាបានប្រើខ្លួនឯងបិទវាហើយធ្លាក់ចូលក្នុងអន្តកាលជាមួយវាណារតនិយាយទាំងដាប់ដៃញ័រឮសំឡេងនាងហៅតែនាងបាត់ទៅក្នុងទីងឹតអ្នកភូមិស្ងាត់ទាំងអស់ប៉ុន្តែស្រាប់តែមានសំឡេងសើចស្រីញាក់លាន់ពីក្រៅផ្ទះហាណារតភ្ញាក់ផ្អើលព្រោះសំឡេងនោះដូចជាកញ្ញាខ្លាំងស្រមោលនៅក្រោមដើមពោធិ៍ណារតរត់ចេញក្រៅខ្យល់បក់ខ្លាំងស្លឹកឈើហោះពេញដីនៅក្រោមដើមពោធិ៍ចាស់មានស្ត្រីម្នាក់ឈរសក់វែងស្លៀកពាក់សចាស់ណារតក្រែកកញ្ញាស្ត្រីនេះងាកមុខមកយឺតមុខរបស់នាងពាក់កណ្ដាលជាកញ្ញាពាក់កណ្ដាលរលួយខ្មៅដូចសាកសពនាងញញឹមប្លែកបងខ្ញុំត្រឡប់មកវិញហើយណារតដកថយមួយចំហៀនគេដឹងថាភ្លាមអ្វីដែលឈុតនៅមុខគេមិនមែនកេងការទេភ្លាមនោះស្ត្រីនេះស្ទុះមកទាំងលឿនណារតដកដាវយ័ន្តការពារផាំងភ្លើងអាគមផ្ទុះឡើងស្ត្រីនោះស្រែកយ៉ាងខ្លាំងហើយរាងកាយរបស់នាងប្រែជាផ្សែងខ្មៅប៉ុន្តែមុនបាត់ខ្លួននាងខ្សឹបមួយម៉ាត់នាងនៅរស់ផ្លូវចូលអន្តកាលបន្ទាប់ពីយប់នោះណារតចាប់ដើមជឿថាកញ្ញានឹងមានជីវិតប៉ុន្តែនាងត្រូវជាប់ពិភពអន្តកាលកន្លែងដែលព្រលឹងអមនុស្សរស់នៅដើម្បីចូលនៅទីនោះគេត្រូវធ្វើពិធីហាមឃាត់មួយពិធីដែលគ្រូអគមភាគច្រើនមិនហ៊ានធ្វើនោះអ្នកចូលទៅមិនអាចត្រឡប់មកវិញយប់ថ្ងៃពេញបូរមីណារតរៀបចំពិធីនៅកណ្ដាលព្រៃជុំវិញខ្លួនគេមានទៀនខ្មៅ9ដើមនៅកណ្ដាលមានឈាមមាន់និងគម្ពីរព្រលឹងខ្មៅណារតចាប់ដើមសូត្រមន្តខ្យល់ចាប់ដើមវិលជុំវិញគេដីរំជួយភ្នែករបស់គេប្រែប្រួលក្រហមទាំងពីរស្រាប់តែទៅមុខគេមានទ្វារខ្មៅមួយលេចឡើងពីក្នុងដីពីក្រោយទ្វារមានសម្លេងមនុស្សរាប់ពាន់ស្រែកយំណារតដកដង្ហើមវែងកញ្ញាខ្ញុំនឹងនាំអូនត្រឡប់មកវិញហើយគេដើរចូលទៅក្នុងទ្វារអន្តកាលពិភពមនុស្សស្លាប់ទីនោះមិនមែនជាពិភពមនុស្សទេមេឃខ្មៅដូចឈាមដើរដីពោពេញដោយឆ្អឹងនិងដើមឈើងាប់រាប់ពាន់នៅឆ្ងាយមានស្រមោលមនុស្សដើរយឺតដោយគ្មានមុខណារតដើរទៅមុខទាំងប្រយ័ត្នស្រាប់តែគេឮសំឡេងយំបងជួយខ្ញុំផងណារតរត់តាមសំឡេង
ប៉ុន្តែនៅទៅអល់គេឃើញកញ្ញាជាប់ខ្សែខ្មៅធំធំនៅលើថ្មយ័ន្តមួយនៅពីក្រោយនាងមានអមនុស្សយៈខ្មៅធំមួយភ្នែកក្រហមដូចភ្លើងវាញញឹមខូខើទីបំផុតមនុស្សដែលមានអាគមខ្លាំងបំផុតក៏មកដល់ណារត់កាន់ដាវជាប់ដោះនាងចេញអាមនុស្សនេះសោយក៏ក្រៅពិភពអន្តកាលហើយចង់យកនាងត្រឡប់ទៅវិញអ្នកត្រូវប្រគល់ប្រឹងរបស់អ្នកជំនួសវិញខ្យល់ខ្មៅចាប់ដើមវិលជុំវិញណារត់ហើយភ្នែករបស់កញ្ញាក៏ចាប់ផ្ដើមប្រែក្លាយជាពណ៌ខ្មៅយឺតព្រលឹងក្នុងអន្តកាលខ្យល់ខ្មៅវិលជុំវិញប្រាសាទអន្តកាលដោយព្យុះកំពុងលេបពិភពទាំងមូលណារត់ឈរទល់មុខអមនុស្សខ្មៅយៈភ្នែករបស់គេពោពេញដោយកំហឹងចំណែកកញ្ញាដែលជាប់ដោយខ្សែអាគមខ្មៅលើថ្មយ័ន្តនាងកំពុងយំទាំងជឿចាប់ភ្នែករបស់នាងប្រែទៅជាខ្មៅបន្តិចម្ដងដូចវិញ្ញាណអាក្រក់កំពុងស៊ីប្រឹងនាងអមនុស្សយៈសោចយ៉ាងគួរឲ្យរន្ធត់ឆាប់សម្រេចចិត្តទៅមនុស្សប្រគល់ព្រលឹងអ្នកឬទុកឲ្យនាងខ្លាចជាអមនុស្សដូចយើងណារត់កាន់ដាវយ័ន្តជាប់រហូតដៃញ័រគេមើលកញ្ញាមនុស្សស្រីដែលធ្លាប់ឆ្លងកាត់គ្រោះថ្នាក់ជាមួយគេគ្រប់យ៉ាងហើយគេក៏និយាយសម្លេងតិចបើត្រូវស្លាប់ខ្ញុំសុខចិត្តកញ្ញាស្រែកភ្លាមអត់ទេបងកុំជឿវាប៉ុន្តែយឺតពេលទៅហើយកិច្ចសន្យាប្រលឹងអមនុស្សជាលើកដៃដ៏ធំខ្មៅបោះពីឡាយពីនោះអសរយ័ន្តក៏ហមចាប់ដើមលិចឡើងលើដីរំជួយខ្លាំងហើយខ្សែខ្មៅជាច្រើនលិចចេញពីក្រោមដីមករំខ្លួនណារត់មានអារម្មណ៍ដូចព្រលឹងរបស់គេកំពុងត្រូវទាញចេញពីរាងកាយសម្លេងមនុស្សរាប់ពាន់សិបជុំវិញគេប្រគល់ប្រលឹងមកចូលមកក្នុងអន្តកាលកញ្ញាយំខ្លាំងជាងមុនណារត់ក៏បោះបង់ខ្លួនឯងភ្លាមនោះមានសម្លេងចាស់មួយលាន់ឡើងពីងងឹតកុំចុះចាញ់វាអមនុស្សយកភ្ញាក់ឡើងភ្លាមស្រមោលម្នាក់នោះដើរចេញពីផ្សែងខ្មៅគឺគ្រូអាគមចាស់ម្នាក់សពេញក្បាលពាក់សម្លៀកបំពាក់បុរាណណារត់បើកភ្នែកធំលោកគ្រូតាគាត់គឺជាលោកគ្រូគុំដែលធ្លាប់បង្រៀនណារត់កាលពីក្មេងមនុស្សដែលគេទាំងអស់គ្នាគិតថាស្លាប់បាត់ទៅហើយគ្រូចាស់និយាយទាំងភ្នែកមុតវាកំពុងបោកអ្នកបើអ្នកប្រគល់ព្រលឹងអ្នកទាំងពីរនឹងខ្លាចជាទីស្គាល់របស់វាជារៀងរហូតអមនុស្សជាគ្រប់គ្រោះហឹមយ៉ាងខ្លាំងមនុស្សចាស់ហ៊ានចូលមករំខានយើងសង្គ្រាមក្នុងពិភពមនុស្សស្លាប់ភ្លាមនោះអមនុស្សយៈវាដៃចុះដីប៊ុំដីបែកខ្ទេចហើយព្រលឹងខ្មៅរាប់រយលិចចេញមកពួកវាស្រែកយំហើយស្ទុះមករកណារត់នឹងគ្រូចាស់សូត្រមន្តយ៉ាងលឿនអសរយ័ន្តភ្លឺឡើងជុំវិញខ្លួនគាត់អាគមពលឺបំបែកវិញ្ញាណផាក់ពលឺមាសផ្ទុះឡើងបំផ្លាញព្រលឹងខ្មៅជាច្រើនណារត់ក៏ស្ទុះទៅកាត់ខ្សែដៃចងកញ្ញាប៉ុន្តែខ្សែនោះរឹងដូចដែកអាគមកញ្ញាស្រែកទាំងឈឺចាប់បងវាកំពុងចូលខ្លួនអូនខ្ញុំហើយណារត់មើលទៅភ្នែករបស់នាងកំពុងរីកធំឡើងពេលនោះគ្រូចាស់ស្រែកមានតែអាគមបេះដូងទេដែលអាចកាត់ខ្សែអន្តកាលបានណារត់ភ្ញាក់ផ្អើលអាគមបេះដូងគឺជាអាគមហាមឃាត់ដែលប្រើកម្លាំងជីវិតរបស់អ្នកប្រើបើប្រើខ្លាំងពេកអ្នកប្រើអាចស្លាប់អមនុស្សជាសោយកុកក្រោកហាប្រើទៅទោះអ្នកជួយនាងបានអ្នកក៏ត្រូវស្លាប់ដែរណារត់សម្លឹងមុខកញ្ញាហើយញញឹមតិចបងមិនដែលខ្លាចស្លាប់ទេបើអាចការពារអូនទឹកភ្នែកកញ្ញាហូរចុះកុំអាគមបេះដូងណារត់ដាក់ដៃលើទ្រូងខ្លួនឯងគេចាប់តាមសូត្រមន្តបុរាណដែរគ្រូធ្លាប់ហាមមិនឲ្យប្រើភ្លាមនោះបេះដូងរបស់គាត់ចាប់តាមភ្លឺពន្លឺប្រក្រហមអសរយ័ន្តលើខ្លួនទាំងមូលឆេះដូចភ្លើងខ្យល់អន្តកាលវិលកាន់តែខ្លាំងអមនុស្សយៈចាប់តាមភ័យមិនអាចទៅរួចអាគមនេះបានបាត់ពីលោកមនុស្សហើយណារត់ស្រែកយ៉ាងខ្លាំងបែកផាំងពន្លឺក្រហមផ្ទុះចេញពីខ្លួនគេខ្សែខ្មៅដែលចងកញ្ញាបែកខ្ទេចទាំងអស់អមនុស្សយៈស្រែកទាំងឈឺចាប់រាងកាយវាចាប់ដើមបេះបែកប៉ុន្តែណារត់ក៏ដួលទៅលើដីឈាមហូរចេញពីមាត់គេកញ្ញារត់ទៅអោបគេភ្លាមណារត់បងកុំស្លាប់អីណារត់ញញឹមខ្សោយអូន
មានសវត្ថិភាពហើយការភ្ញាក់ឡើងនៃស្ដេចអន្តការស្រាប់តែដីទាំងមូលជួយខ្លាំងជាងមុនអមនុស្សយៈដែលកំពុងបែកខ្ទេចសោចទាំងឈាមខ្មៅហូរអ្នកគិតថាវាចប់ហើយមែនទេព្រាបនោះនៅក្រោមប្រាសាទអន្តការមានដៃយៈមួយលេចចេញពីដីបន្ទាប់មកភ្នែកក្រហមធំពីរបើកឡើងក្នុងងងឹតគ្រូចាស់មុខស្លេកភ្លាមអត់ទេវាមិនគួរភ្ញាក់ទេកញ្ញាសួរទាំងញ័រនោះជាអ្វីគ្រូចាស់និយាយសម្លេងតិចតិចស្ដេចអន្តកាលសម្លេងដល់មួយលាន់ចេញពីពិភពអមនុស្សស្លាប់អ្នកណាហ៊ានរំខានការកេនរបស់យើងភ្លាមនោះព្រលឹងខ្មៅរាប់លានលិចឡើងពេញមេឃហើយទ្វារអន្តការទាំងអស់ចាប់ផ្ដើមបើកចូលទៅកាន់លោកមនុស្សទ្វារអន្តការចុងក្រោយមេឃក្នុងពិភពមនុស្សស្លាប់ប្រែទៅជាពណ៌ក្រហមដូចឈាមព្រលឹងខ្មៅរាប់លានហោះពេញអាកាសដូចវងក្អែកអន្តកាលចំណែកស្ដេចអន្តកាលរាងកាយរបស់វាធំដូចភ្នំភ្នែកក្រហមទាំងពីរមើលចុះមកណារត់នឹងកញ្ញាដូចមើលសត្វល្អិតតូចវាគ្រាន់តែដកដង្ហើមដងដីទាំងមូលញ័រណារត់តែកំពុងរបួសធ្ងន់ព្យាយាមក្រោកឈរឈាមនៅតែហូរចេញពីមាត់គេមិនឈប់កញ្ញាដៃចាប់ដៃជាប់បងយើងត្រឡប់ទៅវិញទៅយើងមិនអាចឈ្នះវាទេប៉ុន្តែគ្រូអាគមចាស់សម្លឹងមេឃទាំងមុខស្លេកយឺតពេលហើយទ្វារអន្តការបានបើកហើយនៅពីក្រោយពួកគេទ្វារខ្មៅរាប់ពាន់លេចឡើងក្នុងអាកាសហើយក្នុងពេលវាជាមួយនៅលោកមនុស្សអ្នកភូមិចាប់ដៃឮសំឡេងស្រែកចេញពីគ្រប់ទីកន្លែងភូមិដែលត្រូវលេបដោយអន្តការយប់នៅក្នុងភូមិមនុស្សជាច្រើនរត់គេចទាំងភ័យខ្លាចព្រលឹងខ្មៅចេញពីដីចាប់មនុស្សទាញចូលក្នុងងងឹតអ្នកចាស់ចាប់ដើមឆេះដោយភ្លើងខ្មៅមេភូមិស្រែកប្រាប់ទាំងអស់គ្នារត់ទៅជើងភ្នំកុំមើលក្រោយប៉ុន្តែយឺតពេលទៅហើយមានស្មោយយៈមួយលេចឡើងនៅពីក្រោយវត្តភ្នែកក្រហមធំរបស់វាបើកឡើងក្នុងមនុស្សជាច្រើនដួលសន្លប់ភ្លាមដោយសារភ័យខ្លាចកំបាំងចុងក្រោយរបស់គ្រូចាស់នៅពិភពអន្តការគ្រូចាស់ក៏ដកអំពីចាស់មួយចេញពីអាវគាត់និយាយសម្លេងធ្ងន់មានវិធីតែមួយគត់អាចបិទទ្វារអន្តការវិញបានកញ្ញាសួរភ្លាមវិធីអ្វីគ្រូចាស់ស្វាប់មួយផ្លែតមុននិយាយយឺតត្រូវមានមនុស្សពីរនាក់ដែលមានព្រលឹងចងជាមួយអាគមលះបង់ខ្លួនឯងដើម្បីបិទវាការរត់នឹងកញ្ញាសម្លឹងមុខគ្នាពួកគេទាំងពីរដឹងភ្លាមគ្រូចាស់កំពុងនិយាយពីពួកគេកញ្ញាទឹកភ្នែកហូរអត់ទេត្រូវតែមានវិធីផ្សេងគ្រូចាស់ក្រវីក្បាលគ្មានទេពីព្រោះទាំងពីរអ្នកជាអ្នកបើកអាគមចុងក្រោយតាំងពីដំបូងស្ដេចអន្តការសោចក៏ក្រើកមនុស្សល្ងងទុះលះបង់ក៏មិនអាចបញ្ឈប់យើងបានដែរភ្លាមនោះវាលើកដៃយៈរបស់វាចុះមកវូមដេកបែកខ្ទេចព្រលឹងខ្មៅរាប់ពាន់ស្ទុះមករកពួកគេសង្គ្រាមចុងក្រោយណារត់និងកញ្ញាក្រោកឈរជាមួយគ្នាអ្នកទាំងពីរសូត្រមន្តក្នុងពេលតែមួយអក្សរយ័ន្តលើខ្លួនពួកគេចាប់ផ្ដើមភ្លឺឡើងដាវយ័ន្តរបស់ណារត់ឆេះដោយភ្លើងក្រហមចំណែកដៃរបស់ពួកគេមានពន្លឺមាសវិលជុំវិញព្រលឹងខ្មៅស្ទុះមកដូចរលកណារត់កាន់ដាវមួយផាំងព្រលឹងជាច្រើនទុះបាត់កញ្ញាបោះអង្គគិតថាពន្លឺមាសបំបែកអន្តការជុំវិញខ្លួនប៉ុន្តែព្រលឹងខ្មៅមានច្រើនពេកមិនចេះអស់ស្ដេចអន្តការសោចយ៉ាងឃោឃៅអ្នកមិនអាចឈ្នះងងឹតបានទេណារត់មើលកញ្ញាហើយញញឹមតិចអូនខ្លាចទេបើស្លាប់ជាមួយបងខ្ញុំមិនខ្លាចទេខ្យល់អន្តការបក់ខ្លាំងទៀនអាគមក្រោយចាប់ដើមឆេះគ្រូចាស់ស្រែកអីលើបើមិនអញ្ចឹងវាយឺតពេលហើយពិធីបិទអន្តការណារត់និងកញ្ញាចាប់ដៃគ្នាអ្នកទាំងពីរឈរកណ្ដាលជាន់ធំមួយពួកគេចាប់ផ្ដើមសូត្រមន្តបុរាណចុងក្រោយភ្លាមនោះអក្សរយន្តរាប់ពាន់លេចឡើងពេញមេឃពន្លឺក្រហមនិងមាសបញ្ចូលគ្នាស្ដេចអន្តការចាប់ផ្ដើមស្រែកយ៉ាងខ្លាំងទេបញ្ឈប់វាមនុស្សស្ទុះមករកពួកគេប៉ុន្តែខ្សែពន្លឺអាគមចាប់ផ្ដើមចាក់វារៀងជាប់ណារត់ចៃខាងខ្លាំងដោយព្រលឹងរបស់យើងកញ្ញាបន្តយើងសូមបិទទ្វារអន្តការជារឿងរហូតផាំងពន្លឺដ៏ធំមួយផ្ទុះឡើងពិភពអន្តការទាំងមូលចាប់ផ្ដើមបែកបាក់ព្រលឹងខ្មៅស្រែកពេញមេឃស្ដេចអន្តការរលាយខ្លួនបន្តិចម្ដង
ចំណែកណារត់និងកញ្ញារាងកាយរបស់គេចាប់ដើមប្រែคล้ายជាពន្លឺកញ្ញាចាប់ដៃប្តីជាប់ឈៀតក្រោយយើងជួបគ្នាទៀតណារត់ញញឹមទាំងទឹកភ្នែកបងនឹករកអូនឲ្យឃើញគ្រប់ជាតិហើយពន្លឺទាំងពីរក៏រលាយបាត់ទៅក្នុងអന്ധការចុងបញ្ចប់ព្រឹកថ្ងៃបន្ទាប់ភូមិទាំងមូលត្រឡប់មកសុខសាន្តវិញអាប់ខ្មៅបាត់សម្លេងខ្មោចក៏លែងលឺទៀតអ្នកភូមិបានរកឃើញត្រឹមតែដាវយ័ន្តមួយនឹងខ្សែកកញ្ញាមួយខ្សែនៅក្បែរព្រៃគ្មានសាកសពរបស់ណារត់និងកញ្ញាទេអ្នកខ្លះថាពួកគេបានស្លាប់ហើយប៉ុន្តែមនុស្សចាស់ក្នុងភូមិខ្សឹបប្រាប់គ្នាថានៅយប់ថ្ងៃពេញបូរមីអ្នកឈរក្បែរព្រៃក្អាក់កំបាំងនោះអ្នកនឹងឮសំឡេងប្តីប្រពន្ធពីរអ្នកកំពុងសូត្រមន្តជាមួយគ្នានឹងឃើញពន្លឺភ្លឺព្រឹបព្រឹបនៅក្នុងងងឹតដូចជាពួកគេនៅតែការព្រាលោកពីអន្តការដ៏សាហាវនោះរហូតមិនចេះចប់